មនុញ្ញាតគោរពនឹងជម្រាបសួរទូទស្សនិកជនជាទីគោរពនៅក្នុងពេលនេះសូមអញ្ជើញតាមដានទស្សនាជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានប្រចាំថ្ងៃពីស្ថានីយ៍ទូរទស្សន៍ខ្សែកាបអង្គរនៅក្នុងពេលនេះខ្ញុំសូមជូនមេតិការសំខាន់ៗនៃព័ត៌មានរាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់លំនៅឋានសម្រាប់លក់ឲ្យប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមចំណូលទាបនិងប្រជាពលរដ្ឋក្រីក្រក្នុងតម្លៃមួយសមរម្យអាយុដំអុកញ៉ាសៀងណាំផ្ដល់ថវិកាដល់ទារកទារិកាដែលទៅនឹងកើតក្នុងសង្កាត់ស្រងាយក្រុងសៀមរាបលំដាប់តទៅនេះនាងខ្ញុំសូមជូនព័ត៌មានពិស្ដារាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់លំនៅឋានសម្រាប់លក់ឲ្យប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមចំណូលទាបនិងប្រជាពលរដ្ឋក្រីក្រក្នុងតម្លៃមួយសមរម្យអាយុដំឆាន់សាផានរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់បានថ្លែងនៅក្នុងសិក្ខាសាលាស្ដីអំពីការរៀបចំអនុវត្តគម្រោងសិក្សាស្រាវជ្រាវនិងចងក្រងបទដ្ឋានបច្ចេកទេសលំនៅឋានសម្រាប់គ្រួសារមានប្រាក់ចំណូលមធ្យមចំណូលទាបនិងក្រុមជនងាយរងគ្រោះនៅខេត្តសៀមរាបនាព្រឹកថ្ងៃទី17ខែកញ្ញានេះថាកន្លងមកអ្នកវិនិយោគិនផ្នែកអចលនទ្រព្យលើវិស័យលំនៅឋានតែងតែសាងសង់លំនៅឋានដោយផ្ដោតសំខាន់សម្រាប់តែអ្នកមានប្រាក់ចំណូលខ្ពស់ដែលមានលក្ខណៈជាបរិយាឬសំណង់ផ្ទះល្វែងចំណែកការវិនិយោគលើលំនៅឋានសម្រាប់អ្នកមានប្រាក់ចំណូលមធ្យមចំណូលទាបនិងប្រជាពលរដ្ឋក្រីក្រនៅមិនទាន់មានសកម្មភាពផុសផុលនៅឡើយដូច្នេះដើម្បីឲ្យប្រជាពលរដ្ឋមានប្រាក់ចំណូលមធ្យមចំណូលទាបនិងប្រជាពលរដ្ឋក្រីក្រមានលំនៅឋានរស់នៅសមរម្យរាជរដ្ឋាភិបាលកម្ពុជាមានគម្រោងសាងសង់លំនៅឋានសម្រាប់លក់ឲ្យប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមចំណូលទាបនិងប្រជាពលរដ្ឋក្រីក្រក្នុងតម្លៃមួយសមរម្យហើយបច្ចុប្បន្ននេះអគ្គនាយកដ្ឋានលំនៅឋាននៃក្រសួងរៀបចំដែនដីនគររូបនីយកម្មបានកំពុងរៀនសូត្រនិងដកស្រង់បទពិសោធន៍ល្អៗពីបណ្ដាប្រទេសផ្សេងៗសម្ដៅកសាងបទដ្ឋានបច្ចេកទេសនិងគតិយុត្តសម្រាប់ដោះស្រាយលំនៅឋានដែលមានតម្លៃសមរម្យជូនប្រជាពលរដ្ឋហើយឥឡូវនេះអគ្គនាយកដ្ឋានលំនៅឋានបានបញ្ជូនក្រុមការងារចុះទៅទស្សនកិច្ចសិក្សានៅខេត្តសៀមរាបខេត្តបន្ទាយមានជ័យខេត្តកោះកុងជាបន្តបន្ទាប់ហើយអាយុដំឆាន់សាផានបានពន្យល់ថាលំនៅឋានដែលរដ្ឋសាងសង់សម្រាប់លក់ឲ្យប្រជាពលរដ្ឋមាន3ដំណាក់កាលទី1សម្រាប់ប្រជាពលរដ្ឋក្រីក្រឲ្យបង់រំលោះដោយមិនគិតការប្រាក់ទី2សម្រាប់ប្រជាពលរដ្ឋមានប្រាក់ចំណូលទាបឲ្យរំលោះក្នុងការប្រាក់ទាបនិងទី3សម្រាប់ប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមគឺឲ្យបង់រំលោះក្នុងការប្រាក់មធ្យមដែរអាយុដំបានបន្តថាគោលដៅសំខាន់នៃគម្រោងនេះគឺចង់ឲ្យមន្ត្រីរាជការនិងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យមចំណូលទាបនិងប្រជាពលរដ្ឋក្រីក្រមានលំនៅឋានរស់នៅសមរម្យនឹងគេហើយគម្រោងនេះផ្ដោតសំខាន់ទៅលើក្រុមប្រជាពលរដ្ឋដែលកំពុងរស់នៅលើដីផ្លូវនិងដីសាធារណៈរបស់រដ្ឋពាក់ព័ន្ធបញ្ហានេះលោកសាមឡនចាស់សង្កាត់សាលាកំរើកបានសម្ដែងការគាំទ្រនិងលើកឡើងថាគម្រោងនេះនឹងជួយកាត់បន្ថយបាននូវភាពក្រីក្រនិងបញ្ហាលំនៅឋានដែលសាងសង់លើដីរដ្ឋដោយខុសច្បាប់ជាពិសេសគឺប្រជាពលរដ្ឋមកពីតំបន់ជនបទមកស្នាក់នៅធ្វើការនៅក្នុងទីក្រុងអាចទៅបង់រំលោះផ្ទះនេះបានដោយមិនចាំបាច់ជួលផ្ទះគេស្នាក់នៅប៉ុន្តែលោកសាមឡំស្នើឲ្យរាជរដ្ឋាភិបាលចាប់ផ្ដើមអនុវត្តគម្រោងនេះឲ្យបានលឿននេះជាលើកទី6ហើយដើម្បីជួយសម្រាលការលំបាករបស់បងប្អូនប្រជាពលរដ្ឋអាយុដំអុកញ៉ាសៀងណាំអ្នកតំណាងរាស្ត្រមណ្ឌលសៀមរាបបានឧបត្ថម្ភប្រាក់ចំនួន24លាន5សែនរៀលជូនដល់ស្ត្រីដែលបានឆ្លងទន្លេរួចចំនួន94នាក់នៅក្នុងសង្កាត់ស្រងាយក្រុងសៀមរាបក្នុងនោះមានស្ត្រីចំនួន18នាក់ដែលកូនកើតមកហើយបានស្លាប់បាត់បង់ជីវិតទៅវិញដោយក្នុងម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ250000រៀលមានប្រសាសន៍នាឱកាសនោះអាយុដំសៀងណាំបានឲ្យដឹងថាថវិកាដែលបានយកមកឧបត្ថម្ភជូនដល់ស្ត្រីទាំងអស់នាពេលនេះគឺបានមកពីប្រាក់ខែរបស់អាយុដំផ្ទាល់ដែលជាតំណាងរាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាអាយុដំបានបញ្ជាក់ថាប្រាក់ខែនិងប្រាក់ឧបត្ថម្ភផ្សេងៗប្រចាំខែរបស់អាយុដំគឺអាយុដំមិនដែលបានយកមកចាយឬប្រគល់ជូនក្រុមគ្រួសារនោះទេគឺអាយុដំតែងតែចំណាយទាំងស្រុងសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកនិងជួយឧបត្ថម្ភសម្រាប់កិច្ចការអភិវឌ្ឍសង្គមទាំងវិស័យសាសនានិងខាងអាណាចក្របន្ថែមពីលើថវិកាដែលជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អាយុដំផ្ទាល់ថែមទៀតអាយុដំសៀងណាំបានបញ្ជាក់ទៀតថាទោះបីប្រាក់ប្រចាំខែ
ទាំងអស់នេះក្នុងមុខតំណែងជាអ្នកតំណាងរាស្ត្រមកពីគណៈបកប្រជាជនកម្ពុជាយ៉ាងណាក្តីក៏អាយុដំមិនបានគិតថាត្រូវឧបត្ថម្ភសម្រាប់តែអ្នកដែលបានបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជានោះទេគឺអាយុដំប្រគល់ជូនទាំងអស់គ្នាឲ្យតែស្ត្រីដែលបានឆ្លងទន្លេនៅក្នុងសង្កាត់ស្រងាយក្រុងសៀមរាបអាយុដំបន្តទៀតថាការផ្ដល់ជូនថវិកាទាំងនេះមិនអាចឆ្លើយតបបានទៅនឹងតម្រូវការទាំងស្រុងរបស់បងប្អូនក៏ពិតមែនតែវាគឺជាទឹកចិត្តអាណិតស្រឡាញ់របស់អាយុដំផ្ទាល់ក៏ដូចជាការដឹងគុណរបស់អាយុដំវិញចំពោះប្រជាពលរដ្ឋក្នុងសង្កាត់ស្រងាយទាំងអស់ដែលតែងស្រឡាញ់និងគាំទ្រអាយុដំហើយបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាបានអាយុដំជាប់ជាតំណាងរាស្ត្រមណ្ឌលសៀមរាបជាបន្តបន្ទាប់4អាណត្តិមកនេះមន្ត្រីជំនាញមកពីក្រសួងផែនការនិងមន្ត្រីជំនាញថ្នាក់ក្រោមជាតិដែលពាក់ព័ន្ធដូចជាមន្ទីរផែនការអប់រំបរិស្ថានសុខាភិបាលនៃបណ្ដាខេត្តចំនួន12ក្នុងប្រទេសកម្ពុជាមានត្បូងឃ្មុំកំពង់ចាមកំពង់ធំព្រះវិហារឧត្តរមានជ័យបន្ទាយមានជ័យបៃលិនបាត់ដំបងពោធិ៍សាត់ស្ទឹងត្រែងរតនគិរីនិងមណ្ឌលគិរីព្រមជាមួយនឹងវត្តមានរបស់អង្គការជាដៃគូអភិវឌ្ឍន៍មួយចំនួនទៀតផងដែរប្រមាណជា100នាក់បានចូលជួបប្រជុំគ្នានៅក្រុងសៀមរាបរយៈពេល1ថ្ងៃគឺថ្ងៃទី16ខែកញ្ញានេះការជួបប្រជុំគ្នានោះគឺគេហៅថាសិក្ខាសាលាថ្នាក់ក្រោមជាតិស្ដីពីការប្រមូលព័ត៌មានឬថាជាការប្រមូលធាតុចូលសម្រាប់រៀបចំរបាយការណ៍វិតម្លៃនៃការសម្រេចបានគោលដៅអភិវឌ្ឍសាសវត្តកម្ពុជា2003-2015អាយុដំទួនថាវរៈរដ្ឋលេខាធិការក្រសួងផែនការបានបង្ហាញថាឆ្នាំ2000ឆ្នាំសាសវត្តដំបូងគោលដៅអភិវឌ្ឍសាសវត្តសកលត្រូវបានអង្គការសហប្រជាជាតិអនុម័តដែលបានចុះហត្ថលេខាដោយ189ប្រទេសក្នុងនោះរួមមាន8គោលដៅដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងនេះរាជរដ្ឋាភិបាលកម្ពុជាបានបដិញ្ញាចិត្តរួមចំណែកអនុវត្តគោលដៅអភិវឌ្ឍសាសវត្តសកលអាយុដំបានបន្តទៀតថារាជរដ្ឋាភិបាលកម្ពុជាបានរៀបចំគោលដៅអភិវឌ្ឍសាសវត្តកម្ពុជានៅក្នុងឆ្នាំ2003ដោយផ្អែកលើស្ថានភាពកម្ពុជាទើបទទួលបានសន្តិភាពក្រោយពីការបញ្ចប់សង្គ្រាមនោះរាជរដ្ឋាភិបាលបានកំណត់បន្ថែមមួយគោលដៅគឺ8គោលដៅសកលហើយគោលដៅទី9នោះគឺការបោះសម្អាតមីនសំណល់ជាតិផ្ទុះពីសង្គ្រាមនិងការសង្គ្រោះជនពិការដោយសារមីនអាយុដំបានគូបញ្ជាក់ដែរថាគោលដៅទី9នេះមិនមានការវាស់កំណត់ចំណុចដៅនោះទេប៉ុន្តែគោលដៅនេះគឺជាការបដិញ្ញាចិត្តនិងគាំទ្ររួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជានិងបណ្ដាតួអង្គពាក់ព័ន្ធក្នុងសកម្មភាពបោសសម្អាតមីនព្រោះថាជនរងគ្រោះដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជានៅតែមានជាបន្តបន្ទាប់ព្រោះថាការរំដោះផ្ទៃដីគម្រាមកំហែងមិនទាន់បានបញ្ចប់ហើយការធ្លាក់ចុះជំនួយថវិកាគឺវាបានប៉ះពាល់ដល់និរន្តរភាពនិងប្រសិទ្ធភាពនៃសកម្មភាពបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះគូបញ្ជាក់ដែរថា8គោលដៅអភិវឌ្ឍសាសវត្តសកលដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែលអនុម័តដោយអង្គការសហប្រជាជាតិរួមមានការលុបបំបាត់ភាពក្រីក្រនិងភាពអត់ឃ្លានធ្ងន់ធ្ងរការសម្រេចឲ្យបានសកលកម្មការអប់រំបឋមសិក្សាលើកកម្ពស់សមភាព Gender និងការផ្ដល់សិទ្ធិអំណាចដល់ស្ត្រីការកាត់បន្ថយមរណភាពកុមារការលើកកម្ពស់សុខភាពមាតាការប្រយុទ្ធនឹងមេរោគអេដជំងឺអេដគ្រុនចាញ់និងជំងឺផ្សេងៗទៀតការធានាចីរភាពបរិស្ថាននិងបង្កើតភាពជាដៃគូជាសកលសម្រាប់កិច្ចអភិវឌ្ឍន៍ព្រះសង្ឃវត្តជីក្រែងនិងអាជ្ញាធរព្រមទាំងប្រជាពលរដ្ឋជាច្រើនបានសហការគ្នាសម្រាប់ចាក់ដីគ្រោះក្រហមចំនួន24ម៉ែត្រគូបលើស្ពាននាគបុរាណកំពង់ក្ដីកាលពីថ្ងៃអង្គារទី15ខែកញ្ញាឆ្នាំ2015ស្ថិតនៅត្រង់ចំណុចស្ពានបុរាណកំពង់ក្ដីភូមិជីក្រែងឃុំជីក្រែងស្រុកជីក្រែងខេត្តសៀមរាបលោកគ្រូចៅអធិការសោមណូតគ្រូសូត្រស្ដាំភិក្ខុឈឿនសាវុងភិក្ខុម៉ែនសឿនភិក្ខុសុតណាលនិងលោកអាចារ្យគណៈកម្មការវត្តលោកអ៊ុនអនបានជួយផ្ដើមចាក់ដីគ្រោះក្រហមលើស្ពាននាគបុរាណដងស្ទឹងស្រុកជីក្រែងដើម្បីជួយចូលរួមជាមួយនឹងសម្ដេចនិងរាជរដ្ឋាភិបាលក៏ដូចជាសម្ដេចព្រះសង្ឃរាជទាំងពីរគណៈលោកអភិបាលខេត្តនិងលោកអាជ្ញាធរអប្សរាលោកអភិបាលស្រុកអនុគុណស្រុកនិងគ្រប់វត្តអារាមលោកអធិការនគរបាលស្រុកលោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកលោកផ្នែកសឹករងស្រុកការិយាល័យវប្បធម៌និងវិចិត្រសិល្បៈស្រុកធម្មការសាសនាស្រុកការិយាល័យអប់រំស្រុកលោកមេឃុំគ្រប់ឃុំលោកមេភូមិគ្រប់ភូមិព្រមទាំងសហការីលោកគ្រូអ្នកគ្រូសិស្សានុសិស្សព្រមទាំងពុទ្ធបរិស័ទជិតឆ្ងាយនិងប្រជាពលរដ្ឋរស់នៅជុំវិញស្ពាននាគបុរាណបានរួបរวมគ្នាជួយថែរក្សាសម្បត្តិបេតិកភណ្ឌជាតិទាំងអស់គ្នាឲ្យបានគង់វង្សយូរអង្វែងជារៀងរហូតក្នុងនោះដែរលោកសានរដ្ឋាប្រធាននាយកដ្ឋានអភិរក្សប្រាសាទក្រៅឧទ្យានអង្គរបានសម្ដែងនៅសេចក្តីសប្បាយរីករាយដែលប្រជាពលរដ្ឋបានយល់ដឹងនៅសម្បត្តិបេតិកភណ្ឌជាតិទាំងអស់គ្នា
បន្ទាប់ពីប្រទេសកម្ពុជាបានទទួលរងនូវសម្ពាធទាបបង្កឲ្យមានភ្លៀងធ្លាក់គ្រប់ដណ្ដប់ជាច្រើនខេត្តនៅក្នុងប្រទេសជាតិកម្ពុជាក៏ឲ្យមានភ្លៀងធ្លាក់ទាំងយប់ទាំងថ្ងៃបណ្ដាលឲ្យទឹកស្ទឹងបឹងបួរមួយចំនួនដង្ហក់ឡើងយ៉ាងគួរឲ្យកត់សម្គាល់ស្របពេលដែលទឹកស្ទឹងសែនកំពុងតែឡើងបន្តិចម្ដងធ្វើឲ្យមានការយកចិត្តទុកដាក់ពីសំណាក់លោកយូឡាប្រធានមន្ត្រីធនធានទឹកបានក្រានរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅឋានតាមបណ្ដោយស្ទឹងសែនឲ្យមានការប្រុងប្រយ័ត្នព្រោះខ្លាចក្រែងទឹកហូរមកពីខេត្តព្រះវិហារសម្រុកមកខ្លាំងបង្កឲ្យមានទឹកជំនន់ក្នុងនោះដែរយើងសង្កេតឃើញថាតាមបណ្ដាស្រុកក្រុងនៅក្នុងខេត្តកំពង់ធំបានទទួលស្រោចស្រពដោយទឹកភ្លៀងយ៉ាងជោគជាំនឹងធ្វើឲ្យប្រជាកសិករមានចិត្តសប្បាយរីករាយក្នុងការបង្កបង្កើនផលស្រូវរដូវវស្សាខ្លះទប់ទំនប់ប្រឡាយចាក់ដីនិងសង្ឃឹមថាឆ្នាំនេះនឹងទទួលបានផលដំណាំកសិកម្មបានច្រើនជាងឆ្នាំមុនរបាយការណ៍ចុះថ្ងៃទី16ខែកញ្ញាឆ្នាំ2015របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តសៀមរាបបានបើកផ្ញើជូនទៅក្រសួងកសិកម្មនាយកដ្ឋានជំនាញនិងសាលាខេត្តសៀមរាបបានឲ្យដឹងថាមកដល់ការបរិច្ឆេទនៃការធ្វើរបាយការណ៍នេះក្រោយពីការចុះជួយព្យាបាលនិងទប់ស្កាត់ការរីករាលដាលនៃជំងឺជ្រូកត្រចៀកខៀវដែលបានផ្ទុះឡើងកាលពីថ្ងៃទី14ខែសីហាកន្លងទៅទទួលបានជោគជ័យជិត 100% ហើយរបាយការណ៍នោះបានបញ្ជាក់ថាស្ថានភាពនៅថ្ងៃទី16ខែកញ្ញានេះជ្រូកដែលទទួលរងការចម្លងជំងឺត្រចៀកខៀវមានចំនួនតែ20ក្បាលប៉ុណ្ណោះនិងមានទ្រូកងាប់ចំនួន2ក្បាលរបាយការណ៍ដដែលនោះបានបង្ហាញឲ្យដឹងផងដែរថាអំពីចំនួនមូលដ្ឋានដែលទទួលរងការចម្លងជំងឺជ្រូកត្រចៀកខៀវនេះផងដែរគឺរួមមានចំនួន5ភូមិលើ5ឃុំនៃបណ្ដាស្រុកចំនួន5គួររំលឹកដែរថាជំងឺជ្រូកត្រចៀកខៀវបានចាប់ផ្ដើមផ្ទុះឡើងកាលពីថ្ងៃទី14ខែសីហានៅលើមូលដ្ឋានស្រុកចំនួន2គឺស្រុកជីក្រែងនិងស្រុកសូត្រនិគមដែលក្នុងសន្ទុះនៃការរាតត្បាតបឋមនោះមានជ្រូកឈឺប្រមាណជាង 2000 ក្បាលនិងឡើងរហូតដល់ទៅជាង 3000 ក្បាលក្នុងនោះមានជ្រូកឈឺប្រមាណជាង 1000 ក្បាលត្រូវបានងាប់ជាបន្តបន្ទាប់បើទោះជាការព្យាបាលនិងការទប់ស្កាត់នៃដាលនៃជំងឺជ្រូកត្រចៀកខៀវទទួលបានជោគជ័យល្អប្រសើរយ៉ាងណាក៏ដោយលោកព្រំវិជ្ជប្រធានការិយាល័យកសិកម្មបសុព្យាបាលនៃមន្ទីរកសិកម្មខេត្តសៀមរាបបានឲ្យដឹងនៅព្រឹកថ្ងៃទី17ខែកញ្ញានេះថាបេសកកម្មអន្តរាគមន៍និងកិច្ចសហការរវាងនាយកដ្ឋានជំនាញជាមួយនឹងការិយាល័យផលិតកម្មបសុព្យាបាលខេត្តសៀមរាបមិនទាន់បានបញ្ចប់នោះទេជាមួយនេះជ្រូកឈឺនៅសេសសល់តាមផ្ទះប្រជាកសិករក៏កំពុងស្ថិតនៅក្រោមការត្រួតពិនិត្យនិងបន្តព្យាបាលពីមន្ត្រីជំនាញនិងភ្នាក់ងារសុខភាពសត្វភូមិលោកបានបន្តបញ្ជាក់ដែរថាជំងឺជ្រូកត្រចៀកខៀវច្រើនកើតមាននៅលើជ្រូកតូចៗចំពោះជ្រូកសាច់ធំៗមានអត្រាចម្លងតែ 10% ប៉ុណ្ណោះហើយបើមានការព្យាបាលទាន់ពេលវេលាជ្រូកធំមិនអាចងាប់បានទេហើយជំងឺជ្រូកត្រចៀកខៀវមិនមានការចម្លងមកមនុស្សឡើយនេះបើតាមកំណត់ត្រាក្នុងឯកសារស្រាវជ្រាវរបស់អង្គការសុខភាពសត្វពិភពលោកទ្រទស្សនិកជនជាទីគោរពព័ត៌មានប្រចាំថ្ងៃដែលអស់លោកអ្នកទើបនឹងបានតាមដានទស្សនាខណៈនេះបានឈានចូលដល់ទីបញ្ចប់នេះខ្ញុំសូមអរគុណជាមួយនឹងការតាមដានទស្សនារបស់លោកអ្នកនៅក្នុងពេលនេះវត្តមាននេះខ្ញុំជាបចិន្ត្រារួមជាមួយនឹងសហការីសូមអរគុណនិងសូមគោរពលា